សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើវីដេអូ unboxing មួយទៀតហើយរបស់ដែលខ្ញុំទិញពីចិនមកគឺទិញពី Taobao ហើយនេះទីទៅគឺខ្ញុំ order ថ្ងៃទី30 ខែ 10 មកដល់ថ្ងៃទី6 ខែ 11អញ្ចឹងនិយាយទៅលឿនមែនតើហ្មងហើយខ្ញុំអត់នឹកស្មានថាវាលឿនអញ្ចឹងរបស់នេះរៀងធំដែរចាំបើកមើលថាពេលដែលយើងឃើញរូបនៅក្នុង Taobao ហ្នឹងហើយនឹងអ្វីដែលនៅក្រៅហ្នឹងគឺយើងរំពឹងថាវានឹងដូចគ្នាអត់ហើយតម្លៃនិងគុណភាពវាដូចគ្នាអត់ចឹងណាគួរសមតាវាថាអានេះជាភ្លើងសម្រាប់ថតណាអញ្ចឹងភ្លើងនេះគឺប្រើមួយទូរស័ព្ទហើយខ្ញុំឃើញតម្លៃវារៀងធូរថ្លៃដែរទៅខ្ញុំក៏សាកកំងមើលទៅរបស់គេមានកระดาษណែនាំរបស់គេមួយហើយអានេះជើងសម្រាប់ដាក់ទូរស័ព្ទខ្សែសាកមានអីស្អាតតាឥឡូវយើងមើលថាមើលភ្លើងវាបើកមើលវាមិនកន្លែងណាកន្លែងបើកអូនេះប្រហែលជាត្រូវឲ្យយើងសាកសិនដឹងឥឡូវចាំមើលសិនណាខ្ញុំយកទៅសាកសិនបើអត់ឡើងទេគឺមានអារម្មណ៍វាខូចតែនេះអីចាំមើលយើងសាកសិននេះដូចថាភ្លើងដែលយើងកាន់សម្រាប់ដាក់កាមេរ៉ាទូរស័ព្ទដៃនៅនឹងអញ្ចឹងទៅយើងអាចកាន់ថតបានអញ្ចឹងណាឃើញគេភាគច្រើនគេថតវីដេអូគេប្រើពួកអញ្ចឹងណាអញ្ចឹងទៅខ្ញុំក៏ទិញទៅឥឡូវចាំមើលខ្ញុំនឹងសាកឥឡូវយើងសាកវាបានស្ទុះហើយឥឡូវយើងយកមកសាកបើកមើលទាំងអស់គ្នាថាបើកទៅចេញអត់របស់គេអូនិយាយទៅស្អាតតែអត់ដឹងថាវាអាចដូរពណ៌បានអត់ទេតែដូចជាយើងអាចតម្លើងភ្លើងបានតម្លើងឲ្យវាភ្លឺខ្លាំងអីចឹងបានប៉ុន្តែដូចជាដូរពណ៌អត់បានទេនឹងឲ្យដូរពណ៌អត់បានទេតែជាង10រៀលជាងឯងបងប្អូនយើងកំងតាម Taobao អ្នកឃើញអត់ឡើងភ្លឺខ្លាំងហ្មងស្អាតនិយាយទៅអាចទទួលយកបានហើយពេលដែលខ្ញុំទិញហ្នឹងដូចជាវាដាក់រើស option ទៀតដូចថាវាមានឲ្យរើស option ថា option ហ្នឹងប្រើបានប៉ុន្មានម៉ោងអញ្ចឹងណាខ្ញុំយក option ហ្នឹងខ្ញុំដូចជាអត់ចាំទេវាថាបានដូចជា3ម៉ោងជាងវាដាក់3ម៉ោងកន្លះតែចាំមើលជាក់ស្ដែងសាកល្បងសិនថាប្រើបានប៉ុន្មានម៉ោងអញ្ចឹងពេលដែលយើងសាកពេញអានេះខ្ញុំគ្រាន់តែដោតមក plate មិញទៅក៏វាភ្លឺវិញទៅព្រោះពេលយើងយកមកដល់ហ្នឹងវាអត់មានភ្លើងទេគុណភាពអីមើលទៅមាំល្អហើយទោះជាដូរពណ៌អត់បានក៏ខ្ញុំគិតថាអូខេដែរព្រោះអីពេលដែលយើងថតយើងមិនដែលទៅប្រើពណ៌អីផ្សេងទេគឺយើងប្រើតែពណ៌ហ្នឹងឯងដែលដាក់ទៅឃើញមុខយើងភ្លឺស្អាតអញ្ចឹងណាហ្នឹងហើយចាំមើលខ្ញុំនឹងដាក់ link នៅក្នុង Taobao នៅក្នុង comment បើសិនជាបងប្អូនចង់ទិញអាហ្នឹងអីអាចចូលទៅទិញនៅក្នុងហ្នឹងបានគុណភាព best ហ្មងណាអូខេអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងហើយយើងជួបគ្នានៅវីដេអូក្រោយមួយទៀត